បានឃើញអនុក្រឹត្យលេខ182អនក្របោកចុះថ្ងៃទី2ខែធ្នូឆ្នាំ2019ស្ដីពីមុខងារនិងរចនាសម្ព័ន្ធរដ្ឋបាលក្រុងសម្រាប់រដ្ឋបាលក្រុងបានឃើញអនុក្រឹត្យលេខ184អនក្របោកចុះថ្ងៃទី2ខែធ្នូឆ្នាំ2019ស្ដីពីមុខងារនិងរចនាសម្ព័ន្ធរដ្ឋបាលស្រុកសម្រាប់រដ្ឋបាលស្រុកបានឃើញនៅចុងក្រោយគេនាយងត្រូវសរសេរដូចខាងក្រោមបានទទួលការអនុម័តនៅក្នុងសម័យប្រជុំលើកទីរបស់ក្រុមប្រឹក្សា9សម្រាប់ត្រូវសរសេរជាអក្សរឆ្លាក់មូលនៅចំកណ្ដាលទំព័រពីក្រោមយោងដោយប្រើទំហំអក្សរធំជាងទំហំអក្សរអត្ថបទមួយលេខកផ្នែកខ្លឹមសារ10ខ្លឹមសារត្រូវចែកចេញជាចម្ពោះទី1ចម្ពោះទី2និងចម្ពោះជាបន្តបន្ទាប់អាស្រ័យនឹងខ្លឹមសាររណ្ដីការនីមួយហើយចម្ពោះនីមួយមានចែកជាប្រការចម្ពោះនីមួយអាចចែកជាផ្នែកអាស្រ័យនឹងខ្លឹមសារនៃបទបញ្ញត្តិក្នុងចម្ពោះនីមួយនោះវែងឬខ្លីខ្លឹមសារត្រូវប្រើទំហំអក្សរ11ឬ12នៃពុម្ពអក្សរ Unicode ចម្ពោះទី1ត្រូវចែងអំពីបទបញ្ញត្តិទូទៅដែលជាទូទៅមាន4ប្រការគឺប្រការ1ចែងអំពីគោលបំណងប្រការ2ចែងអំពីគោលដៅប្រការ3ចែងអំពីវិសាលភាពនិងប្រការ4ចែងអំពីនិយមន័យនៃបច្ចេកសព្ទឬវាក្យសព្ទសំខាន់បើមានក្នុងករណីមានបច្ចេកសព្ទឬវាក្យសព្ទសំខាន់ច្រើនដែលឬពន្យល់គួរចែងនៅក្នុងឧបសម្ព័ន្ធចម្ពោះទី2និងចម្ពោះបន្តបន្ទាប់អាចចែកជាផ្នែកហើយត្រូវចែងយ៉ាងពិស្ដារអំពីខ្លឹមសារទាំងឡាយនៃដីកាដែលត្រូវដាក់ជាបញ្ញត្តិសម្រាប់អនុវត្តចម្ពោះមុនចម្ពោះចុងក្រោយគឺជាចម្ពោះអន្តរបញ្ញត្តិបើមានចម្ពោះនេះចែងអំពីការកំណត់រយៈពេលមួយជាក់លាក់សម្រាប់ដល់លទ្ធភាពឲ្យបំពេញបែបបទអន្តរការដើម្បីសម្រួលដល់ការអនុវត្តបទបញ្ញត្តិនៃដីកាថ្មីចម្ពោះចុងក្រោយចែងអំពីអវសានបញ្ញត្តិដែលជាទូទៅមាន2ប្រការគឺប្រការមុនប្រការចុងក្រោយចែងអំពីបទបញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងដីកានេះត្រូវទុកជានិរាករណ៍ប្រការចុងក្រោយចែងអំពីអ្នកដែលត្រូវទទួលបន្ទុកអនុវត្តដីកានេះឬចាប់ពីថ្ងៃទីឆ្នាំ20អត់ទៅរបៀបតាក់តែងខ្លឹមសារនៃដីកាមានដូចខាងក្រោមចាប់ពីថ្ងៃចុះហត្ថលេខាទៅចម្ពោះត្រូវសរសេរជាអក្សរឆ្លាក់មូលនៅចំកណ្ដាលទំព័រហើយនៅពីក្រោមចម្ពោះគឺចំណងជើងនៃចម្ពោះដោយប្រើទំហំអក្សរធំជាងទំហំអក្សរអត្ថបទមួយលេខចម្ពោះត្រូវសរសេរជាប់នឹងចម្ពោះទីមិនដកឃ្លាចម្ពោះទី1ចម្ពោះទី2ហើយត្រូវដាក់តាមលំដាប់លំដោយគ្នានៃដីកាទាំងមូលផ្នែកត្រូវសរសេរជាអក្សរឆ្លាក់មូលនៅចំកណ្ដាលទំព័រហើយនៅពីក្រោមផ្នែកគឺចំណងជើងផ្នែកដោយប្រើទំហំអក្សរតូចជាងទំហំអក្សរចម្ពោះមួយលេខផ្នែកត្រូវសរសេរជាប់នឹងផ្នែកទីមិនដកឃ្លាផ្នែកទី1ផ្នែកទី2ហើយត្រូវដាក់តាមលំដាប់លំដោយនៃចម្ពោះនីមួយប្រការត្រូវសរសេរជាអក្សរឆ្លាក់មូលនៅរឹមខាងឆ្វេងនៃទំព័រដោយប្រើទំហំអក្សរស្មើនឹងទំហំអក្សរអត្ថបទលេខប្រការត្រូវសរសេរជាប់នឹងប្រការហើយខាងក្រោយជាប់នឹងលេខប្រការត្រូវចុចរួចគូសគំនូសនេះប្រការ1មិនត្រូវប្រើសញ្ញាចុចពីរឡើយលេខប្រការត្រូវដាក់តាមលំដាប់លំដោយគ្នានៃដីកាទាំងមូលការតាក់តែងសេចក្តីតាមប្រការនីមួយប្រការនីមួយគួរចែងបទបញ្ញត្តិតែមួយដែលអាចចែកជាថាខណ្ឌហើយថាខណ្ឌនីមួយអាចចែកជាវាក្យខណ្ឌកថាខណ្ឌទី1ត្រូវចាប់ផ្ដើមលប៉ះដោយចុះបន្ទាត់មកក្រោមប្រការហើយត្រូវសរសេរស្មើនឹងដើមលេខនៃប្រការនោះក្នុងករណីសរសេរមួយបន្ទាត់មិនអស់ចាប់ពីបន្ទាត់ទី2ទៅត្រូវសរសនៅរឹមខាងឆ្វេងនៃទំព័រស្មើនឹងដើមប្រការកថាខណ្ឌទី2និងបន្តបន្ទាប់ត្រូវចាប់ផ្ដើមឈ្នះដោយចុះបន្ទាត់ហើយត្រូវសរសេរស្មើនឹងដើមលេខនៃប្រការនោះក្នុងករណីសរសេរមួយបន្ទាត់មិនអស់ចាប់ពីបន្ទាត់ទី2ទៅត្រូវសរសនៅរឹមខាងឆ្វេងនៃទំព័រស្មើនឹងដើមប្រការផ្នែកបញ្ចប់នៃដីការួមមាន11ទីកន្លែងនិងកាលបរិច្ឆេទ12មុខតំណែងហត្ថលេខី13ហត្ថលេខា14ត្រា15ឈ្មោះហត្ថលេខីនិង16កន្លែងទទួល11ទីកន្លែងនិងកាលបរិច្ឆេទគឺជាឈ្មោះទីកន្លែងនិងថ្ងៃខែឆ្នាំត្រូវសរសេរថ្ងៃខែឆ្នាំជាចន្ទគត់ខាងលើនៃថ្ងៃខែឆ្នាំសុរិយ័ក្សនៃការចេញដីកាហើយត្រូវសរសេរនៅរឹមខាងស្ដាំនៃទំព័រពីក្រោមបន្ទាត់ចុងក្រោយនៃប្រការចុងក្រោយចន្ទគត់នៅបន្ទាត់ទី1និងសុរិយ័ក្សទៅចុះបន្ទាត់នៅជួរទី2ឲ្យស្មើជួរបន្ទាត់ទី1 12មុខតំណែងហត្ថលេខីគឺជាឈ្មោះមុខតំណែងរបស់អ្នកដែលត្រូវចុះហត្ថលេខាលើដីកាហើយត្រូវសរសេរជាអក្សរឆ្លាក់មូលនៅប៉ែកខាងស្ដាំនៃទំព័រខាងក្រោមទីកន្លែងនិងកាលបរិច្ឆេទគំរូមុខតំណែងហត្ថលេខី13ហត្ថលេខីត្រូវចុះហត្ថលេខារបស់ខ្លួននៅចំកណ្ដាលនិងពីក្រោមមុខតំណែងហត្ថលេខីអ្នករៀបចំដីកាត្រូវទុកចន្លោះសមល្មមសម្រាប់ចុះហត្ថលេខា14ត្រាគឺជាត្រាផ្លូវការរបស់រដ្ឋបាលក្រុងស្រុកត្រាត្រូវបោះនៅផ្នែកខាងឆ្វេងជាន់ពីលើហត្ថលេខាប្រហែល1/3ត្រាមិនត្រូវបោះជាន់ពីលើហត្ថលេខាទាំងស្រុងឡើយ15ឈ្មោះហត្ថលេខីគឺជាឈ្មោះជាផ្លូវការរបស់អ្នកចុះហត្ថលេខាហើយត្រូវសរសេរឈ្មោះឬបោះត្រាឈ្មោះនៅខាងក្រោមហត្ថលេខាឈៀងខាងស្ដាំដោយមិនត្រូវឲ្យជាន់លើត្រារដ្ឋបាលឡើយ16កន្លែងទទួលគឺជាឈ្មោះអង្គភាពនានាដែលត្រូវទទួលដីកាដើម្បីជូនជ្រាបនិងប្រកាសចុងក្រោយនៃដីកាដែលទទួលខុសត្រូវអនុវត្តដីកាកន្លែងទទួលត្រូវប្រើទំហំអក្សរតូចជាងទំហំអក្សរអត្ថបទចំនួន2លេខ
ហើយត្រូវសរសេរនៅរឹមទំព័រខាងឆ្វេងខាងក្រោមមុខតំណែងហត្ថលេខីមួយបន្ទាត់ចុងក្រោយនៃកន្លែងទទួលគឺត្រូវសរសេរថាឯកសារកាបវត្តរូបមន្តនៃកន្លែងទទួលមានដូចខាងក្រោម កន្លែងទទួលផ្អែកក្បាលដូចប្រការឯកសារកាបវត្ត 4.1 1.10 ការតាក់តែងដីកាកែសម្រួលទម្រង់ទូទៅនៃដីកាកែសម្រួលមាន4ផ្នែកគឺផ្នែកក្បាលផ្នែកមូលបត់ផ្នែកខ្លឹមសារនិងផ្នែកបញ្ចប់ទម្រង់ 4.2 ដីកាកែសម្រួលប្រភព 4 លេខនិងអក្សរកាត់ 5 សៀវភៅណែនាំស្តីពីការគ្រប់គ្រងកិច្ចការរដ្ឋបាលរបស់រដ្ឋបាលក្រុងស្រុករូបសញ្ញា 3 ឆូម៉ាស់រ៉ូបទេស 1 បាវចនា 2